នេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺសេចក្តីដឹងគុណនិងសន្តិភាពផ្លូវចិត្តប្រសិនបើពេញមួយជីវិតអ្នកប្រើតែពាក្យបួងសួងថាអរគុណចំពោះអ្វីៗដែលខ្ញុំមានតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយឥឡូវចូលចំណាយមួយសន្ទុះដើម្បីទម្លាក់ចោលឲ្យអស់នៅការវិតម្លៃលើខ្លួនឯងក៏ដូចជាមនុស្សជំនាញខ្លួនថាបែបនេះឬក៏បែបនោះឬថាអាក្រក់បែបនេះឬក៏បែបនោះចុះសម័យថាអ្នកក្រៅពីដំណេកនៅពេលព្រឹកស្អែកហើយអ្នកនិយាយទៅកាន់ព្រះពុទ្ធព្រះជាម្ចាស់ពុទ្ធទេវតាទៅលោកជីមជាដើមឬទៅនរណាក៏ដោយឲ្យតែអ្នកគោរពបូជាឬស្រឡាញ់ចូលចិត្តដើម្បីអន្តងយុទ្ធធម្មពលរបស់ចក្រវាឡយើងនេះនៅពាក្យអរគុណចំពោះកំណត់ជាមនុស្សនេះអរគុណដែលបានកើតនៅក្នុងគ្រួសារនេះនៅក្នុងផ្ទះនេះអរគុណដែលមានមិត្តភ័ក្តិទាំងអស់នេះអរគុណចំពោះអាហារពេលព្រឹកនេះនិងអរគុណដែលមានមួយថ្ងៃទៀតសម្រាប់រស់នៅបន្ទាប់ពីនិយាយពាក្យមួយឃ្លានឹងហើយតើអ្នកមានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តជាងពេលមុនដែរឬទេអ្នកអាចប្រកែកថាប៉ុន្តែព្រះជាម្ចាស់ឬក៏លោកជីមនឹងមិនដែលស្គាល់គ្រួសាររបស់ខ្ញុំផងនឹងប៉ុន្តែមុននឹងអ្នកប្រកែកជួយអ្នកសម័យថាអ្នកមានសមត្ថភាពបញ្ជាអារម្មណ៍របស់ខ្លួនឯងឲ្យមានសេចក្តីដឹងគុណចំពោះថ្ងៃស្អែកហើយស្អែកមួយទៀតនិងស្អែកមួយទៀតជាបន្តបានតាមរយៈទង្វើបែបនេះតើអ្នកមិនរកឃើញសេចក្តីជ្រះថ្លានៅក្នុងចិត្តបន្ថែមខ្លះជារៀងថ្ងៃទេឬយើងភាគច្រើនធំនឹងក្តីនៅក្នុងផ្នែកកំណត់មួយដែលមកមិនថាយើងចេះតែមិនស្រួលបែបនេះឬក៏បែបនោះធំនឹងក្តីមិនទាន់ផងយើងក៏ចាប់ដើមសម្រេចចិត្តពីតម្លៃជាឯកច្ឆន្ទលើគ្រួសាររបស់យើងលើសម្លាញ់របស់យើងលើឡានរបស់យើងនិងលើការងាររបស់យើងថាមិនអន់ចេះឬក៏មិនអន់ចោះមានន័យថាយើងចេះតែសញ្ជឹងគិតលើរបស់ឬចំណុចខ្វះខាតបើនៅកន្លែងធ្វើការគេគោរពឬឲ្យតម្លៃលើខ្ញុំខ្លះខ្ញុំក៏សប្បាយចិត្តជាងនេះបើខ្ញុំមានរថយន្តខ្ញុំនឹងអាចបើកបរឬក៏អាចធ្វើដំណើរដោយសេចក្តីរីករាយជាដើមបើចេះតែគិតរបៀបហ្នឹងតាមមានអីទៅឆ្ងល់ដែលថាចិត្តរបស់យើងប្រែជាបង្វែងនោះនៅពេលវេលាដែលយើងមានអារម្មណ៍ថាដឹងគុណចំពោះអ្វីមួយវាគឺជាខណៈដែលចិត្តរបស់យើងប្រែជាមានសន្តិភាពជាងមុនតទៅពេលដែលយើងនិយាយពាក្យថាអរគុណវាជាខណៈពេលដែលយើងកំពុងតែពង្រឹងស្មារតីរបស់យើងថាខ្ញុំទទួលយកអ្វីដែលខ្ញុំកំពុងមាននិងទីកន្លែងដែលខ្ញុំកំពុងរស់នៅខ្ញុំកំពុងតែរៀនអ្វីដែលខ្ញុំត្រូវការចង់រៀនសន្តិភាពផ្លូវចិត្តក៏ចេញអំពីការតម្កល់ស្មារតីនៅលើរបស់អ្វីដែលអ្នកមានគឺមិនមែនក៏ចេញពីការតម្កល់ស្មារតីនៅលើរបស់ដែលអ្នកគ្មាននោះឡើយដល់ពេលអ្នកទទួលយកជីវិតរបស់អ្នកពេលនោះអ្នកនឹងមើលឃើញថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងជីវិតរបស់អ្នកគឺកំពុងតែជួយដល់អ្នកជានិច្ច